កម្មវិធីនេះនាំមកជូនដោយមិត្តសម្លាញ់និងដៃគូនៃពន្ធកិច្ច Choice Meyer បើអ្នកគិតអំពីស្ថានភាពរបស់អ្នកយូរពេកអ្នកនឹងមានបញ្ហាបើអ្នកមើលមកខ្លួនឯងយូរពេកអ្នកនឹងមានបញ្ហាបើអ្នកមើលអំពីចំណុចខ្សោយរបស់ខ្លួនច្រើនពេកអ្នកនឹងមានបញ្ហាចូលឈប់មើលអ្វីដែលនាំឲ្យយើងបែកអារម្មណ៍មើលទៅព្រះយេស៊ូវទ្រង់ជាទីចាប់ផ្ដើមជាទីបញ្ចប់នៃជំនឿរបស់យើងខ្ញុំមិនដឹងថាខ្ញុំនឹងធ្វើអ្វីទេយប់មិញប៉ុន្តែព្រះអង្គដឹងហើយខ្ញុំបានធ្វើវាហើយទ្រង់ក៏បង្ហាញផ្លូវខ្ញុំនេះជារបៀបដែលខ្ញុំរស់នៅ35ឆ្នាំនេះហើយអ្នកក៏អាចធ្វើបានដែរអូតើអ្នកស្រី Joyce Meyer រស់នៅយ៉ាងម៉េចទៅខ្ញុំជាមនុស្សធម្មតាដូចគេដូចឯងមិនខុសអីពីរសាទេវីឬអ្នកដទៃផ្សេងទៀតទេយើងជាមនុស្សដូចតែអ្នកដែរទេតែព្រះប្រើប្រាស់យើងហើយទ្រង់នឹងប្រើប្រាស់អ្នកដែរមនុស្សជាច្រើនអស់សង្ឃឹមតែគាត់នៅតែមានសង្ឃឹមលោកអាប់រ៉ាហាំមិនបានប្រងើយកន្តើយនឹងការពិតទេគាត់ឃើញវាតាគាត់ដឹងថាគាត់ចាស់ប៉ុណ្ណាគាត់ដឹងថាសារ៉ាចាស់ប៉ុណ្ណាគាត់ដឹងថាអ្វីដែលព្រះមានព្រះបន្ទូលគឺពិបាកកើតឡើងណាស់ប៉ុន្តែគាត់នៅតែចាំអំពីកិច្ចការអស្ចារ្យដែលព្រះបានធ្វើកាលពីអតីតកាលហើយប្រហែលជាលោកអាប់រ៉ាហាំដូចយើងដែរគាត់ប្រហែលជាសម្រេចចិត្តថាគាត់នឹងរស់នៅជាប់ក្នុងក្តីសង្ឃឹមឡាទោះជាយ៉ាងណាខ្ញុំនៅតែមានសង្ឃឹមបើស្ថានភាពហាក់ដូចជាមិនមានសង្ឃឹមខ្ញុំនៅតែមានសង្ឃឹមនៅតែជឿហើយនៅតែទុកចិត្តហើយខ្ញុំនឹងឈានទៅរកព្រះបន្ទូលសន្យារបស់ព្រះអង្គអ្នកខ្លះប្រហែលជាមិនស្គាល់អំពីសមត្ថភាពរបស់ខ្លួនឯងទេថ្ងៃនេះយើងនឹងរៀនប្រធានបទមួយដែលនិយាយថាខ្ញុំនឹងឈានចេញហើយរកឲ្យឃើញចុះបើខ្ញុំធ្វើខុសវិញតែអានឹងមិនមែនចំចាប់នៃពិភពលោកណាចុះបើខ្ញុំរកព្រះអង្គមកឃើញអញ្ចឹងព្រះអង្គនឹងរកអ្នកវិញវាជាការសំខាន់ក្នុងការស្វែងយល់ពីចិត្តគំនិតរបស់ខ្លួនឯងមានមនុស្សជាច្រើនរស់នៅតាមបំណងតាមគំនិតឆន្ទៈនិងអារម្មណ៍ខ្លួនឯងទោះបីបើខ្ញុំបង្រៀនចំណុចនេះដដែលមនុស្សភាគច្រើននឹងនៅតែគិតថាចុះបើខ្ញុំគិតអញ្ចេះអូខ្ញុំគិតអញ្ចេះអូខ្ញុំគិតអញ្ចេះខ្ញុំគិតអញ្ចោខ្ញុំគិតអញ្ចេះអូខ្ញុំចង់បានអញ្ចេះខ្ញុំចង់បានចោខ្ញុំចង់ទៅនេះអូខ្ញុំចង់ទៅនោះអូខ្ញុំមានអារម្មណ៍ចេះអូមានអារម្មណ៍ចោបើយើងអង្គុយស្ដាប់មនុស្សមកស្ទុះគេនឹងនិយាយតែពីអ្វីដែលគេគិតទេអូខ្ញុំគិតអូសុំស្ដាប់ខ្ញុំគិតថាអញ្ចេះគិតថាអញ្ចេះអូកូនចង់បាននេះអូព្រះអង្គហើយកូនចង់បាននេះកូនមានអារម្មណ៍ពិបាកព្រះអង្គហើយកូនចង់និយាយចេះប៉ុន្តែអ្វីដែលព្រះអង្គចង់លើពីយើងគឺសូមឲ្យប្រហារតែព្រះអង្គបានសម្រេចតែខ្ញុំមិនចង់ថាឲ្យឬក៏រិះគន់ឬក៏ឲ្យនរណាម្នាក់ឈឺចាប់ទេអ្វីដែលយើងគិតមិនសំខាន់ទេការរអ៊ូរទាំមិនសំខាន់ទេអ្វីដែលព្រះគម្ពីរចែងទៅសំខាន់មិនមែនអ្វីដែលយើងគិតទេយើងគួរតែរៀនគិតឲ្យបានល្អសូមកុំយករឿងមកគិតច្រើនពេកឈប់សួរខ្លួនឯងថាមានអារម្មណ៍បែបណាហើយអ្វីដែលយើងចង់បានអ្វីដែលយើងចង់ធ្វើចូលរៀនរស់នៅឲ្យប្រសើរគិតឲ្យបានស៊ីជម្រៅហើយថាព្រះអើយទ្រង់ជ្រាបហើយខ្ញុំមានអារម្មណ៍ម៉េចឬគិតម៉េចមិនសំខាន់ទេទោះខ្ញុំចង់បានអីក៏ដោយមិនមែនព្រះមិនខ្វល់ពីជីវិតរបស់យើងទេតែដឹងមានអីកើតឡើងហត់មុនពេលដែលព្រះយេស៊ូវចិត្តសគត់ព្រះអង្គនិយាយមួយព្រះបិតាថាកុំឲ្យតាមតែចិត្តទូបង្គំសូមឲ្យតាមបហាតីរបស់ព្រះអង្គវិញសូមគិតចំណុចនេះបន្តិចតើយើងរស់នៅតាមការគិតរបស់យើងច្រើនប៉ុណ្ណាបើមិនចឹងទេសួរពូម៉ាក់មើលគេគិតមិនពីយើងហេធ្វើចឹងដូចជ្រុលពេកនេះបើនិយាយតាមត្រង់ទៅតើយើងរស់នៅតាមអារម្មណ៍ច្រើនប៉ុណ្ណា
ប៉ុន្តែបើអារម្មណ៍របស់យើងរារាំងការងាររបស់ព្រះអង្គយើងត្រូវដាក់កិច្ចការរបស់ព្រះអង្គជាមុនសិនដើម្បីអារម្មណ៍របស់យើងមកតាមក្រោយ1 ថេសាឡូនីកចំពុក 5 ខ 8 ចែងថាយើងត្រូវយកសេចក្តីសង្ឃឹមមកពាក់ជាមួកដែកគិតមិនដែរតោះយើងមើល1 ថេសាឡូនីកចំពុក 5 ខ 8 គួរតែអរគុណខ្ញុំទៅខ្ញុំមិនដែលឲ្យអ្នកណាឃើញសក់ញញ៉ៃរបស់ខ្ញុំទេលយមែនតើរីឯយើងដែលមានថ្ងៃនៅក្នុងខ្លួនវិញយើងត្រូវភ្ញាក់ខ្លួនដោយយកជំនឿនិងសេចក្តីស្រឡាញ់មកពាក់ធ្វើជាអាវក្រោះព្រមទាំងយកសេចក្តីសង្ឃឹមនៃការសង្គ្រោះមកពាក់ជាមួកដែកប្រហែលជាអ្នកខ្លះពាក់មួកខុសបែរជាពាក់មួកអស់សង្ឃឹមវិញអ្នកត្រូវទៅដូរមួកថ្ងៃហ្នឹងទៅយកមួកនៃសេចក្តីសង្ឃឹមមកត្រូវគិតពេញដោយសេចក្តីសង្ឃឹមបើព្រះធ្វើឲ្យគេបានព្រះអង្គធ្វើឲ្យខ្ញុំបានទោះបីប្រើរយៈពេលយូរប៉ុណ្ណាក៏ដោយខ្ញុំនឹងមិនឈប់ហើយមិនបោះបង់ចោលទេលោកអាប់រ៉ាហាំរងចាំយូរហើយគាត់អត់ធ្មត់ខ្លាំងមែនទែនហើយខ្ញុំក៏អាចចាំបានដែរខ្ញុំអាចរីករាយនឹងជីវិតរបស់ខ្ញុំក្នុងពេលដែលរងចាំហើយទោះបីខ្ញុំស្គាល់អ្នកដែលអាចនឹងធ្វើឲ្យខ្ញុំអន់ចិត្តខ្ញុំនៅតែជ្រើសរើសមានអំណរនៅចំពោះមុខគេព្រោះគ្មាននរណាអាចគ្រប់គ្រងអំណររបស់ខ្ញុំក្រៅពីខ្ញុំហើយខ្ញុំនឹងចេញទៅព្រះនឹងប្រើប្រាស់ខ្ញុំហើយខ្ញុំនឹងឲ្យភ្ញាក់ផ្អើលរ៉ូមចំពុក 8 ខ 5 ដល់ 7 វូហូត្បិតអ្នកដែលរស់នៅតាមនិស្ស័យលោកីនឹងគ្រប់គ្រងដោយអារម្មណ៍នេះគិតតែពីអ្វីៗដែលបំពេញតាមការប្រាថ្នាចង់បានរបស់ខ្លួនបើអ្នកគិតពីការញ៉ាំច្រើនពេកអ្នកនឹងទៅញ៉ាំវាហើយបើគំនិតយើងគិតអីរូបកាយយើងនឹងធ្វើតាមបើអ្នកគិតអំពីនរណាម្នាក់ដែលធ្វើឲ្យអ្នកឈឺចាប់ហើយពេលដែលអ្នកជួបគេហើយអ្នកនឹងពិបាកក្នុងការប្រព្រឹត្តដោយសេចក្តីស្រឡាញ់ចំពោះគេសូមប្រយ័ត្នអំពីអ្វីដែលអ្នកគិតខ្ញុំថាសូមប្រយ័ត្នអំពីអ្វីដែលអ្នកគិតសូមប្រយ័ត្ននៅពេលដែលយើងក្រោកពីព្រលឹមយើងគិតពីអីសូមប្រយ័ត្នអំពីចិត្តគំនិតរបស់យើងនៅពេលដែលយើងកំពុងមុជទឹកពេលដែលយើងកំពុងធ្វើការសូមប្រយ័ត្នពីគំនិតរបស់យើងនេះគឺជាជីវិតផ្ទាល់របស់អ្នកហើយមានតែព្រះជាម្ចាស់នឹងអ្នកទេដែលដឹងថាអ្នករស់នៅដោយបរិសុទ្ធនឹងធ្វើត្រឹមត្រូវដែរឬអត់ពេលដែលព្រះទតមើលមកអ្នកទាំងអស់គ្នាតន់ខ្ញុំអត់ខ្ញុំមិនខ្វល់ថាអ្នកគូលើខគម្ពីរច្រើនប៉ុណ្ណាទេតែបើអ្នកមិនរក្សាចិត្តគំនិតឲ្យបានត្រឹមត្រូវទេវាគ្មានប្រយោជន៍ឡើយពេលដែលអ្នកគិតផ្ដេសផ្ដាស់និយាយជាមួយព្រះយេស៊ូវទៅសូមដាក់ខនោះម្ដងទៀតត្បិតអ្នកដែលរស់នៅតាមនិស្ស័យលោកីនឹងគ្រប់គ្រងដោយអារម្មណ៍នេះគិតតែពីអ្វីៗដែលបំពេញតាមបំណងប្រាថ្នាខ្លួនប៉ុន្តែអ្នកដែលរស់នៅតាមវិញ្ញាណនឹងគ្រប់គ្រងដោយបំណងនៃព្រះវិញ្ញាណគិតពីអ្វីៗដែលគាត់ប្រហាតីព្រះវិញ្ញាណវិញអ្នកគួរតែគិតពីព្រះឲ្យបានច្រើនអញ្ចឹងបើជាខ្ញុំនិយាយការប្រយុទ្ធមិញថាយើងគួរតែគិតលើកិច្ចការដែលព្រះបានធ្វើសម្រាប់អ្នកមិនមែនគិតពីអ្វីដែលអ្នកគ្មានប៉ុន្តែអ្វីដែលអ្នកមានព្រះអង្គល្អនឹងយើងណាស់សូមមើលអ្វីដែលទ្រង់ធ្វើមិនមែនអ្វីដែលទ្រង់មិនធ្វើទេសូមបង្ហាញខគម្ពីរនេះម្ដងទៀតការគិតខាងលោកីឲ្យខ្ញុំចូលចិត្តណាស់គិតនឹងត្រិះរិះដោយគ្មានព្រះវិញ្ញាណមានអ្វីជាច្រើនដែលយើងគិតថាត្រូវតែវាមិនសប្បហត្ថីព្រះទេព្រះមិនមែនឲ្យយើងគិតនឹងត្រិះរិះទេប៉ុន្តែទ្រង់ចង់ឲ្យយើងធ្វើស្របតាមព្រះវិញ្ញាណមិនមែនផ្ទុយពីព្រះវិញ្ញាណទេពេលដែលអ្នកចាប់ផ្ដើមរស់នៅតាមចិត្តហើយមិនស្ដាប់តាមទ្រង់នោះអ្នកនឹងមានបញ្ហាខ្ញុំអាចប្រាប់អ្នកថាមានរឿងជាច្រើនដែលព្រះត្រាស់ហៅឲ្យយើងធ្វើប៉ុន្តែយើងមិនយល់ពីកិច្ចការទាំងអស់នោះទេ
ខ្ញុំសូមប្រាប់អ្នកអញ្ចឹងបើអ្នកដើរតាមប្រជាម្ចាស់នឹងមានអ្នកខ្លះដៀថ្មេះនឹងរិះគន់ដល់អ្នកវាជះមិនផុតទេនេះជាអ្វីដែលអាចកើតឡើងអ្នកដឹងអត់បើខ្ញុំអនុញ្ញាតឲ្យព្រះអង្គធ្វើការខ្ញុំត្រូវចេញពីមិត្តភាពខ្លះប៉ុន្តែអញ្ចឹងអរគុណព្រះអង្គដោយសារមិត្តភាពដែលខ្ញុំមានគឺព្រះបិតាបុត្រានិងព្រះវិញ្ញាណខ្ញុំហ៊ាននិយាយថាមានរឿងជាច្រើនដែលព្រះឲ្យយើងធ្វើហើយយើងអត់យល់ប៉ុន្តែបើសិនជាយើងសិក្សាឲ្យបានស៊ីជម្រៅអំពីព្រះបន្ទូលកុំធ្វើតាមអារម្មណ៍កុំធ្វើតាមអារម្មណ៍ឈប់រស់នៅស្របគំនិតខ្លួនឯងឈប់សួរខ្លួនឯងដដែលថាតើអ្នកកំពុងគិតអីតែសួរពីត្រង់វិញសូមសួរពីគំនិតរបស់ព្រះមិនមែនគំនិតខ្លួនឯងទេសូមឈប់រស់នៅតាមអារម្មណ៍ខ្លួនឯងទៀតទៅខ្ញុំមានអារម្មណ៍ចេះខ្ញុំមានអារម្មណ៍ចុះខ្ញុំមានអារម្មណ៍ចេះមានអារម្មណ៍ចុះសូមមើលរ៉ូមចំពុក8ខទី12ដល់13ខ្ញុំស្រឡាញ់ខកពីនេះណារ៉ូមចំពុក8ខ13ហើយនេះហើយបងប្អូនណាយើងមានជំពាក់មួយយ៉ាងតែមិនមែនជំពាក់នឹងនិស្ស័យលោកីយើងមិនមានកាតព្វកិច្ចធ្វើតាមនិស្ស័យលោកីទេដើម្បីរស់ក្នុងជីវិតដែលស្របច្បាប់តាមការគ្រប់គ្រងការត្រួតត្រានៃនិស្ស័យលោកីទៀតឡើយតើអត់អ្នកមិនជំពាក់ពាក់ព័ន្ធនឹងនិស្ស័យលោកីទេអ្នកមិនចាំបាច់សម្រាប់តាមវាទេតើខ្ញុំអត់ពេលក្រោយពេលអារម្មណ៍ព្យាយាមគ្រប់គ្រងអ្នកហើយអ្នកត្រូវនិយាយថាខ្ញុំអត់បានជំពាក់អីអ្នកទេខ្ញុំមិនចាំធ្វើតាមឯងទេខ្ញុំមិនចាំបាច់សម្រាប់តាមឯងទេអ្នកដឹងហើយថាមានអ្វីកើតឡើងនៅពេលដែលអ្នកមិនធ្វើតាមអារម្មណ៍វានឹងខ្សោយទៅហើយវាលែងគ្រប់គ្រងអ្នកនៅពេលដែលអ្នកព្យាយាមឲ្យវាខ្លាំងវានឹងនិយាយថាធ្វើតាមខ្ញុំតែយើងមិនចូលចិត្តធ្វើអញ្ចឹងទេដូច្នេះហើយពេលដែលសាច់ឈាមរបស់យើងមិនបានតាមចិត្តវានឹងពិបាកមួយរយៈដូចយើងឃើញកូនង៉ែអញ្ចឹងពេលដែលគេមិនបានតាមចិត្តគេនឹងងក់ងហើយចង់បានអ្វីដែលគេចង់បានសាច់ឈាមគឺអញ្ចឹងឯងតើអ្នកដឹងអត់ថាខ្ញុំចំណាយពេលប្រហែលថ្ងៃដើម្បីធ្វើតែអញ្ចឹងខ្ញុំចូលទៅក្នុងផ្ទះរកកន្លែងដែលដាច់ឆ្ងាយពីគេចូលក្នុងបន្ទប់ទឹកនៅក្រៅផ្ទះអង្គុយនៅលើឥដ្ឋទល់មុខប្រគុណអ្នកដឹងអត់ហើយបើមានអារម្មណ៍ថាអសូរខ្លួនឯងអ្នកប្រហែលជាស្ថិតនៅក្នុងស្ថានភាពក្តុកក្តួលគឺក្តុកក្តួលចំពោះខ្លួនឯងណាអង្គុយសំណោះខ្លួនឯងនៅក្នុងផ្ទះហើយបានត្រឹមតែគិតសង្វេគខ្លួនគ្មានអ្វីដែលល្អប្រសើរចំពោះខ្ញុំសោះខ្ញុំហត់ណាស់ធ្វើការរហូតដែលចេញទៅជួបគេហើយខ្ញុំនៅផ្ទះមើលកូនហើយពេលគាត់មកផ្ទះវិញគាត់មើលបាល់នៅផ្ទះហើយខ្ញុំសម្អាតបោកកៅអៅរាប់លុយធ្វើការងារផ្ទះច្រើនណាត្រូវបង់ទឹកបង់ភ្លើងធ្វើនេះធ្វើនោះធ្វើនេះតាមពិតទៅខ្ញុំជាមនុស្សដែលត្រូវបោះបង់ការអាសូរខ្លួនឯងដឹងមនុស្សយើងមិនអត់តើមានប្រមាណអ្នកនៅថ្ងៃនេះដែលចង់បោះបង់ចិត្តក្តុកក្តួលមួយនេះចោលតើអ្នកអាចតមការសំណោះខ្លួនឯងមួយឆ្នាំបានអត់មកតើអ្នកនឹងតមការសំណោះខ្លួនឯងពេញមួយឆ្នាំបានអត់នរណាខ្លះអាចធ្វើអញ្ចឹងបានតែអ្នកមិនគួរយល់ស្របលឿនពេកទេព្រោះអ្នកអាចយល់ខុសថាសាតាំងនឹងមិនវាយប្រហារអ្នកខ្ញុំត្រូវបោះបង់ការអ្នកអសូរខ្លួនឯងព្រោះព្រះអង្គមានប្រាប់បន្ទូលថាយកការសំណោះខ្លួនឯងឬអំណាចរើសមួយទៅអាមែនខ្ញុំគិតថាយើងចិត្តចប់ហើយយើងមានគោលការណ៍ល្អៗជាច្រើនចុងសប្តាហ៍នេះហើយខ្ញុំខំប្រឹងបង្ហាញអ្នកឥឡូវនេះពីរបៀបត្រឡប់ទៅផ្ទះវិញហើយអនុវត្តវាក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកព្រោះយើងត្រូវរស់នៅស្របតាមព្រះអង្គក្នុងការរស់នៅរាល់ថ្ងៃនៅផ្ទះចាប់ហួយនៅតាមផ្សារនៅតាមផ្លូវនៅកន្លែងធ្វើការសាលានៅក្នុងភូមិរបស់យើងគ្រប់គ្នាមានចិត្តល្អនៅពហិ
សរសើរព្រះអង្គបងប្អូនអើយសរសើរព្រះអង្គហាឡេលូយ៉ាអរគុណព្រះអង្គសូមស្ដាប់សូមធ្វើជាខ្លួនឯងជីវិតមានបញ្ហាច្រើនវាអាចលំបាកមានបញ្ហាមិនដូចការរំពឹងទុកទេវាអាចពិបាកក្នុងការស្ដាប់បង្គាប់ព្រះជាពិសេសនៅក្នុងលោកីយ៍នេះពេលខ្លះវាឯកាដែលជឿលើព្រះយេស៊ូវខុសពីអ្នកជុំវិញខ្លួនវាអាចនឹងពិបាកក្នុងការអត់ធ្មត់ស្រឡាញ់ចិត្តល្អមិនទៀបខ្លួនទន់ភ្លន់អនុមទ័ននិងមេត្តាជាពិសេសជាមួយមនុស្សដែលមានចិត្តមិនល្អដាក់អ្នកវាអាចពិបាកដែលអ្នកចង់សម្រក់ទម្ងន់បើយើងរស់នៅក្នុងសង្គមដែលសុទ្ធតែម្ហូបឆ្ងាញ់វាអាចពិបាកក្នុងការមិនខ្ចីលុយគេបើអ្នករស់នៅក្នុងសង្គមដែលតែងតែចង់បាននេះបាននោះវាអាចនឹងពិបាកក្នុងការនៅជាមួយមនុស្សអាក្រក់ហើយបន្តអត់ទោសឲ្យគេម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតប៉ុន្តែដំណឹងល្អគឺព្រះចាក់ប្រេងតាំងយើងឲ្យយកឈ្នះអ្នកអាចធ្វើបានអ្នកអាចទៅផ្ទះហើយមានចិត្តនឹងណអ្នកអាចទៅផ្ទះហើយរីករាយដូចអ្នកកំពុងស្ដាប់ព្រះបន្ទូលនេះចឹងអូយអត់ជឿខ្ញុំទេហ្នឹងតន់ខ្ញុំអត់យល់ពីអ្វីដែលខ្ញុំនិយាយអត់ខ្ញុំវិញខ្ញុំនឹងរីករាយនៅថ្ងៃស្អែកដូចខ្ញុំរីករាយនៅថ្ងៃនេះអញ្ចឹងប៉ុន្តែខ្ញុំអាចរីករាយដោយខុសពីរបៀបដែលនៅថ្ងៃនេះតែខ្ញុំនៅតែរីករាយនៅថ្ងៃស្អែកដូចខ្ញុំរីករាយនៅថ្ងៃនេះពេលអ្នករីករាយនឹងជីវិតរាល់ថ្ងៃមិនគ្រាន់តែសប្បាយចិត្តម្ដងម្កាលហើយលែងសប្បាយចិត្តវិញនោះទេតោះព្រះមានផែនការអស្ចារ្យសម្រាប់ជីវិតអ្នកផែនការនោះពិតជាអស្ចារ្យខ្លាំងណាស់អស្ចារ្យណាស់ព្រះស្រឡាញ់អ្នកទ្រង់ស្រឡាញ់អ្នកដោយគ្មានលក្ខខណ្ឌអ្នកត្រូវស្រឡាញ់ខ្លួនឯងអ្នកត្រូវស្រឡាញ់មនុស្សជុំវិញខ្លួនលើកទឹកចិត្តគេយើងជាពន្លឺក្នុងលោកីយ៍ដ៏ងងឹតចាយើងមានទុក្ខលំបាកនឹងការវាយប្រហារប៉ុន្តែអ្នកដឹងទេនៅពេលដែលអ្នកគ្រាន់តែធ្វើអ្វីដែលអ្នកអាចធ្វើបានព្រះអើយខ្ញុំទៅចេញពីទីនេះចាប់ផ្ដើមការថ្មីហើយចេញពីភាពអស់សង្ឃឹមចេញពីភាពអស់សង្ឃឹមសរសើរព្រះអង្គសូមបន្តពាក់មួកនៃសេចក្តីសង្ឃឹមទោះយ៉ាងម៉េចក៏ដោយខ្ញុំពាក់មួកអត់ស្អាតទេតែប្តីខ្ញុំប្រាប់ខ្ញុំថាអូដាក់ថយក្រោយតិចទៅដាក់មុខអត់ស្អាតទេហើយតោងយកថ្កាឲ្យជាប់អូហើយពេលដែលសាតាំងប្រឆាំងនឹងអ្នកវាតែងតែមកប្រឆាំងនឹងអ្នកមកមែនខ្ញុំដឹងថាធ្វើមិនហើយខ្ញុំដឹងថាត្រូវទៅណាហើយហាណែដល់ពេលដែលយើងធ្វើឲ្យអរិយវាភ័យខ្លួនម្ដងហើយតោងយុទ្ធការនៃក្តីសង្ឃឹមឲ្យជាប់ពាក់មួកនៃការសង្គ្រោះចូលទៅជាប់នឹងចិត្តសង្ឃឹមហើយអ្នកនឹងឈ្នះនៅក្នុងជីវិតអាមែនខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នាខ្ញុំសូមអធិដ្ឋានថាសារនៃក្តីសង្ឃឹមថ្ងៃនេះនឹងជំរុញឲ្យអ្នកគិតនៅអ្វីដែលព្រះបានធ្វើសម្រាប់អ្នកហើយវានឹងជួយឲ្យអ្នកមិនឲ្យផ្ដោតលើអ្វីដែលអ្នកមិនមានប៉ុន្តែរស់នៅក្នុងព្រះពររបស់ព្រះមានមនុស្សម្នាក់ជាគំរូដ៏ល្អពីរបៀបរស់នៅដែលផ្ដោតលើព្រះពររបស់ព្រះគឺសាច់រឿងរបស់បរិសម្នាក់ដែលប៉ះពាល់ដល់យើងគ្រប់គ្នានៅទីនេះក្នុងពន្ធកិច្ច Joyce Meyer ហើយខ្ញុំជឿថាវានឹងអាចប៉ះពាល់ដល់អ្នកដែរ
គាត់មានឈ្មោះថា Nick Vujicic គាត់កើតមកដោយគ្មានដៃគ្មានជើងដោយសារបញ្ហាមិនក្រក្តីលោក Nick មានសង្ឃឹមនិងជំនឿលើព្រះជាម្ចាស់ដើម្បីរស់ក្នុងជីវិតដែលគាត់ហៅថាជីវិតគ្មានព្រំដែនបច្ចុប្បន្ន Nick ជាអ្នកផ្សាយដំណឹងល្អជាវាគ្មិនជំរុញទឹកចិត្តជាស្វាមីជាឪពុកសូមស្ដាប់នៅអ្វីដែលលោក Nick និយាយអំពីការស្វែងរកក្តីសង្ឃឹមនៅពេលដែលមានទុក្ខលំបាកខ្ញុំគិតថាមនុស្សជាច្រើនរងចាំឲ្យព្រះជាម្ចាស់ផ្លាស់ប្ដូរកលៈទេសៈរបស់គេគឺគេត្រូវស្កប់ចិត្តក្នុងព្រះអង្គម្ចាស់យេស៊ូវប៉ុន្តែបើអ្នកមិនស្កប់ចិត្តនឹងអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់អ្នកទេអ្នកមិនដឹងថាទ្រង់បានធ្វើអ្វីដល់អ្នកទេហើយការនោះហើយបានធ្វើឲ្យខ្ញុំទទួលសេរីភាពវាធ្វើឲ្យខ្ញុំចាប់ផ្ដើមជឿលើការអស្ចារ្យប៉ុន្តែជាមួយគ្នានោះដែរមិនត្រូវរងចាំលើការអស្ចារ្យឲ្យកើតឡើងទេមុនពេលដែលខ្ញុំត្រូវរីករាយជាមួយនឹងព្រះយេស៊ូវនោះឡើយខ្ញុំទៅក្រុមជំនុំតាំងពីតូចច្រៀងបទចម្រៀងព្រះអង្គម្ចាស់ស្រឡាញ់ខ្ញុំដឹងច្បាស់បិទព្រះគម្ពីរប្រាប់ខ្ញុំអញ្ចឹងដឹងទេថាដើម្បីជឿលើព្រះយេស៊ូវគ្រីស្ទទាមទារឲ្យយើងមានជំនឿយ៉ាងច្រើនដោយសារតែខ្ញុំមានចម្ងល់យ៉ាងច្រើនបើព្រះស្រឡាញ់ខ្ញុំហេតុអីបានខ្ញុំកើតមកពីការបែបនេះបើទ្រង់អាចធ្វើការអស្ចារ្យសពបែបយ៉ាងហើយទ្រង់អាចសម្រេចនៅអ្វីៗដែលខ្ញុំទូលសុំចុះហេតុអ្វីបានជាទ្រង់មិនប្រទានដៃនិងជើងមកឲ្យខ្ញុំចង់បានចម្លើយតាមពិតខ្ញុំមានអារម្មណ៍ថាព្រះជាម្ចាស់មិនស្ដាប់ពាក្យខ្ញុំនិងឆ្លើយតបពីអធិដ្ឋានរបស់ខ្ញុំទេហើយខ្ញុំចាប់ផ្ដើមគិតថាគ្មានព្រះទេវាពិតជាណែពិបាកវាពិតជាណែពិបាកខ្លាំងជាពិសេសនៅក្នុងអាយុ8ដល់12ឆ្នាំតាមពិតខ្ញុំគឺជាកុមារមានតម្រូវការពិសេសដែលរៀននៅសាលាកុមារពិការជាក្មេងម្នាក់ដែលគ្មានដៃគ្មានជើងសោះនៅលើកៅអីរុញហើយមនុស្សជាច្រើនមិនចូលចិត្តខ្ញុំទេខ្ញុំធ្លាក់ទឹកចិត្តឯកាអស់សង្ឃឹមនៅអាយុ10ឆ្នាំខ្ញុំព្យាយាមសម្លាប់ខ្លួនដោយពន្លិចខ្លួនខ្ញុំនៅក្នុងអាងទឹកថ្ងៃនោះខ្ញុំត្រូវគេឌឺដងធ្វើបាបខ្ញុំលែងចង់រស់នៅទៀតហើយដោយសារព្រះគុណព្រះជាម្ចាស់លើកទី3ដែលខ្ញុំសម្លាប់ខ្លួនចូលទៅក្នុងអាងទឹកនោះខ្ញុំបានឃើញឪពុកម្ដាយខ្ញុំយំសោកនៅឯផ្ទះរបស់ខ្ញុំបានឃើញការឈឺចាប់ដែលខ្ញុំបានបន្សល់ទុកដល់ពួកគាត់ហើយក៏សម្រេចចិត្តថានឹងរស់ខ្ញុំបានធ្លាក់ទឹកចិត្តព្រោះគ្មាននរណាព្យាបាលចិត្តខ្ញុំបាននៅអាយុ15ឆ្នាំព្រះបានឆ្លើយតបនឹងខ្ញុំគឺនៅពេលដែលខ្ញុំអានយ៉ូហានចំពុក9មានបរិសម្នាក់កើតមកពិការហើយគ្មាននរណាម្នាក់អាចបញ្យល់បានទេស្ដាប់មើលទៅស្តៀងនឹងរឿងខ្ញុំមានគេសួរព្រះយេស៊ូវថាហេតុអ្វីបានជាបរិសនេះកើតមកពិការព្រះយេស៊ូវមានព្រះបន្ទូលថាគាត់កើតមកដូច្នេះដើម្បីឲ្យកិច្ចការរបស់ព្រះជាម្ចាស់បង្ហាញតាមរយៈគាត់ខ្ញុំក៏ចាប់ផ្ដើមជឿការស្ដាប់ព្រះបន្ទូលធ្វើឲ្យមានជំនឿវាជាអំណាចមួយជំនឿមិនមែនជាអ្វីដែលយើងប្រមូលអារម្មណ៍ឲ្យកើតឡើងបានទេជាអំណោយដែលព្រះប្រទានមកនៅពេលដែលយើងស្ដាប់ព្រះបន្ទូលសន្យារបស់ទ្រង់គឺផ្លាស់ប្ដូរជីវិតរបស់ខ្ញុំទ្រង់ព្យាបាលដួងចិត្តខ្ញុំទ្រង់បានប្រើប្រាស់ខ្ញុំដើម្បីអនុញ្ញាតឲ្យមនុស្សលោកឃើញនៅការអស្ចារ្យគឺឃើញភាពខ្លាំងរបស់ទ្រង់បានពេញលក្ខណៈនៅក្នុងភាពខ្សោយរបស់ខ្ញុំដែលនេះជាអំណាចដ៏ពិតណាស់លើសពីនេះទៅទៀតនោះនៅពេលដែលអ្នកឃើញបរិសម្នាក់ដែលគ្មានដៃគ្មានជើងហើយញញឹមខ្លាំងជាងមនុស្សដែលមានគ្រប់យ៉ាងចុះមនុស្សដែលមិនទាន់ទទួលការអស្ចារ្យហើយសម្រាប់អ្នកដែលកំពុងតែទស្សនាដែលមិនទាន់ទទួលការអស្ចារ្យហើយកំពុងតែគិតថាប្រសិនបើព្រះគ្មានគោលបំណងសូមមើលតើព្រះបានធ្វើឲ្យខ្លះចំពោះខ្ញុំបើព្រះអាចធ្វើការអស្ចារ្យចំពោះបរិសម្នាក់ដែលគ្មានដៃគ្មានជើងនោះគ្មាននរណាម្នាក់អាចកំពុងមើលកម្មវិធីនេះដែលព្រះជាម្ចាស់មិនអាចធ្វើការអស្ចារ្យបានឡើយនៅរ៉ូមចំពុកទី28បានចែងថាយើងដឹងច្បាស់ថាអ្វីៗទាំងអស់ផ្សំគ្នាឡើងដើម្បីឲ្យអស់អ្នកដែលស្រឡាញ់ព្រះជាម្ចាស់បានទទួលផលល្អខ្ញុំធ្លាប់គិតថាបន្ទុកដ៏ធ្ងន់បំផុតនៅក្នុងជីវិតរបស់ខ្ញុំគឺកលៈទេសៈរបស់ខ្ញុំតែមិនមែនទេបន្ទុកដ៏ធំនៅក្នុងជីវិតរបស់អ្នកមិនមែនជាកលៈទេសៈទេបន្ទុកដ៏ធំនៅក្នុងជីវិតរបស់អ្នកគឺអ្នកមិនអាចមើលឃើញជីវិតរបស់អ្នកដោយទ្រង់មើលឃើញទ្រង់នឹងគង់នៅជាមួយអ្នកហើយទ្រង់នឹងទាញអ្នកឲ្យឆ្លងផុតអ្វីៗទាំងអស់ផ្សំគ្នាឡើងគឺចឹងឯងដើម្បីទទួលបានផលល្អទោះបីជាផ្នែកអាក្រក់បំផុតនៅក្នុងជីវិតរបស់អ្នកគឺព្រះធំមហិមាខ្លាំងអស្ចារ្យ
បើទោះខ្ញុំកើតមកគ្មានដៃគ្មានជើងហើយទ្រង់មិនបានធ្វើការអស្ចារ្យប្រទានដៃជើងឲ្យខ្ញុំក៏នៅតែរស់នៅដដែលព្រះទ្រង់អស្ចារ្យខ្ញុំគិតថាកម្មវិធីសម្រាប់ថ្ងៃនេះក្នុងប្រធានបទក្តីសង្ឃឹមគឺសំខាន់ណាស់ដល់យើងគ្រប់គ្នាប្រហែលជាអ្នកកំពុងតែជួបប្រទះនៅការបែកបាក់ទំនាក់ទំនងជំងឺបាត់បង់ការងារវាអាចបញ្ហាខុសៗគ្នាគ្រប់ជំពូកមានរបៀបជាច្រើនដែលមនុស្សមានទុក្ខលំបាកនៅក្នុងជីវិតប៉ុន្តែមិនថានៅក្នុងស្ថានភាពណាក៏ដោយស្ថានភាពណាក៏ដោយយើងគ្រប់គ្នាត្រូវតែចាំថាយើងមានក្តីសង្ឃឹមក្នុងព្រះគ្រីស្ទហើយយើងត្រូវមានសកម្មភាពដល់ក្តីសង្ឃឹមនោះវាគួរតែរស់រវើកនិងមានសម្លេងថាខ្ញុំមានក្តីសង្ឃឹមជារបស់ខ្ញុំនៅលើព្រះអង្គព្រោះអរិយវាចង់ឲ្យអ្នកបាត់បង់ក្តីសង្ឃឹមវាចង់ឲ្យអ្នកគិតថាគ្មានអ្វីនឹងផ្លាស់ប្ដូរបានឡើយកម្មវិធីនេះ